សួស្តីកូនក្មួយទាំងអស់គ្នាថ្ងៃនេះមីងមានជ្រក់មួយមុខយកមកបង្ហាញក្មួយរបៀបធ្វើគឺងាយស្រួលមែនតែនជ្រក់ស្ពៃហាងមីងជ្រក់ទុកប្រហែលជា5 6ថ្ងៃមុនណាគឺជូរល្មមបន្ទាប់មកមីងលាយគល់ស្លឹកគ្រៃលាយម្ទេសហើយមីងយកជ្រក់ហ្នឹងយកមកហាន់វាឲ្យខ្លីៗល្មមមកយើងញ៉ាំអញ្ចឹងណាហើយនឹងយើងលាយទឹកជ្រក់នឹងផងទឹកជ្រក់នឹងយើងអត់ចោលទេណាចាដល់ពេលយើងហាន់ហើយយើងដាក់ចូលក្នុងចានលាយគ្នាជាមួយសណ្តែកបដោម្ទេសហើយនឹងស្ករប៊ីចេងអញ្ចឹងទៅយើងច្បល់វាឲ្យសព្វអត់មានថែមអីទៀតទេអត់មានថែមអំបិលទេព្រោះទឹកជ្រក់នឹងប្រៃរួចហើយបន្ទាប់មកយកមកញាត់នៅក្នុងកែវញាត់ក្នុងកែវហើយដាក់នៅខាងក្រៅ1ថ្ងៃឬ2ថ្ងៃយើងភ្លក់មើលទៅណាបើសិនជាយើងចូលចិត្តជូរយើងទុកឲ្យយូរបន្តិចទៅប៉ុន្តែមីង1ថ្ងៃ2ថ្ងៃគឺជូរល្មមហើយជ្រក់នឹងមានរសជាតិឆ្ងាញ់ណាស់យើងអាចញ៉ាំជាមួយនឹងត្រីចៀនឬសាច់មាន់អាំងអូហូឆ្ងាញ់ណាស់ក្មួយចាញ៉ាំបាយបានណា